Grand Avenue Plus Modified Black Edition បងប្អូនមកគ្រឿងនេះមើលពីត្រង់ណាទៅក៏ស្អាតអំណាចខ្លាំងដែរម៉ាស៊ីនរបស់រថយន្តមកគ្រឿងនេះជាប្រភេទម៉ាស៊ីនម៉ាស៊ីន 2.3L Turbo បើការស៊ីប្រេងវិញត្រឹមតែ7ទៅ8លីត្រប៉ុណ្ណោះក្នុង100គីឡូសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់រថយន្តដែលមានរូបរាងស្អាតពណ៌ដាំអំណាចអាចសាកងាកមកមើលរថយន្ត Modified Black Edition របស់ JMC មួយគ្រឿងនេះបានរថយន្តមួយគ្រឿងនេះគឺ Modify មកត្រូវម៉េចតែម្ដងចំពោះបងប្អូនដែលស្រឡាញ់ប្រភេទរថយន្តលេងជាគៀងខាងមុខជាប្រភេទជាគៀង LED Daytime Running Day ជាគៀងប្រភេទនោះបងប្អូនគឺបំភ្លឺពេលយប់ភ្លឺច្បាស់ល្អខ្លាំងមែនតើអូយស្រឡាញ់ប៉ាណាខាងមុខខ្លាំងមែនតើគឺជាប្រភេទសំណាញ់មើលមកគឺថ្លៃតែម្ដងបងប្អូនស្អាតមែនតើបំពាក់មកជាប្រភេទកង់ក្រោះយ៉ានគេវិញមើលមកក៏ស្អាតដែរបងប្អូនជាប្រភេទយ៉ានបែបផ្កាយពួរឈ្នួនជាន់សងខាងវិញជាប្រភេទឈ្នួនជាន់ដែលធ្វើចេញពីដែកលុតតែម្ដងខ្មៅក្រោមស្អាតខ្លាំងមែនតើបងប្អូនក្រុមហ៊ុន JMC ចេញរថយន្ត Modified Black Edition មកគ្រឿងនេះមកគឺត្រូវម៉េចតែម្ដងចំពោះបងប្អូនដែលស្រឡាញ់រថយន្តពណ៌ខ្មៅហើយមានរូបរាងបែបកាយគឺត្រូវម៉េចតែម្ដងសម្រាប់បងប្អូនដែលស្រឡាញ់រថយន្តប្រភេទនេះ JMC Grand Avenue Plus Modified មកគ្រឿងនេះមិនថាកាងមុខក្រោយឆ្វេងស្ដាំគឺដាក់ចេញមកអំណាចខ្លាំងមែនតើចំពោះរថយន្តមកគ្រឿងនេះខ្ញុំមើលហើយខ្ញុំស្រឡាញ់តែម្ដងផ្នែកខាងក្រោយធំទូលាយបើទ្វារគេវិញមានបំពាក់មកជាមួយនឹងបូមផងដែរពិសេសគឺសម្រាប់បងស្រីតែម្ដងគាត់អាចបើកបានដោយអត់ត្រូវការប្រើកម្លាំងខ្លាំងទេគ្រាន់តែទាញចេញមកគឺទ្វារនឹងធ្លាក់មកអូតូតែម្ដងបងប្អូនពិសេសទៀតនោះគឺទ្វារខាងក្រោយនឹងគឺកឹបពីតង់ថែមទៀតចូលមកដល់ផ្នែកខាងក្នុងវិញគឺថាធំទូលាយខ្លាំងមែនតើកៅអីជាប្រភេទកៅអីស្បែកមានម៉ាសាក្តៅត្រជាក់ផងដែរបងប្អូនតាប់ឡូខាងមុខវិញរចនាចេញមកគឺថ្មីប្លែកស្អាតខ្លាំងមែនតើមិនថាចកោបបើកបរប្រអប់លេខអេក្រង់ LED កំសាន្តអេក្រង់ LED ផ្ដល់ព័ត៌មានពិសេសទៀតនោះគឺមាន wireless charge នឹងតែម្ដងហើយក៏មានជាប់មកជាមួយនឹងកាប់បតា2H អូតូ 4H 4L ផងដែរគឺអាចបើកបរបានច្រើនស្ថានភាពផ្លូវខ្លាំងមែនតើចំពោះរថយន្ត Grand Avenue Plus Modified Black Edition មកគ្រឿងនេះមិនថាផ្លូវប្រឡូកផ្លូវឡើងភ្នំផ្លូវចូលព្រៃផ្លូវទឹកគឺអាចបើកបានគ្រប់ទាំងអស់តែម្ដងបងប្អូននៅខាងក្រោមខាងមុខនេះមានស្នូមដល់ការពេលផ្នែកម៉ាស៊ីនចំពោះបូមជាប្រភេទបូម suspension ទេបងប្អូនសាក់ស៊ីធន់រឹងមាំល្អក៏ដូចជាប្រអប់លេខបំពង់ស៊ីម៉ាំងបូមមុខបូមក្រោយគឺ good តែម្ដងចំពោះរថយន្ត Grand Avenue Plus Modified Black Edition មកគ្រឿងនេះពិសេសទៅនោះគឺស៊ីម៉ាំង2ទៀតបងប្អូនស៊ីម៉ាំងភ្លុះលុយមែនតើបើសិនជាពុកម៉ែបងប្អូនមើលឲ្យចាប់អារម្មណ៍ឬក៏ចង់សាកសួរព័ត៌មានកាន់តែលម្អិតបន្ថែម